បាទជំរាបសួរបងប្អូនដែលកំពុងតែសិក្សាភាសាកូរ៉េនឹងហើយខ្ញុំវិលមកជួបអ្នកទាំងអស់គ្នាម្ដងទៀតហើយជាមួយនឹងការបង្រៀនភាសាកូរ៉េតាម page ហើយនិងតាម YouTube តោះយើងមកស្វែងយល់ពីភាសាកូរ៉េទាំងអស់គ្នាកុំឲ្យវីដេអូនេះវាវែងឆ្ងាយពេកនឹងហើយកិរិយាសព្ទយើងនៅក្នុងថ្ងៃនេះគឺយើងមានន័យថារវល់តែឬក៏ដោយសារតែភាសាកូរ៉េគេអានថាNurago រវល់តែឬដោយសារតែបូកបានតែជាមួយនឹងកិរិយាសព្ទនេះណាបងប្អូនតោះយើងមកស្វែងយល់ពីអត្ថបទទាំងអស់គ្នាផងដែរទី1មក Kyorun yang Shunbirul Hanurago trong sini 없는 것 같아요 តោះយើងបកមកគឺថារវល់តែឬក៏ដោយសារតែធ្វើរវល់តែរៀបចំធ្វើអីគេនេះកម្មវិធីរៀបការនិយាយយើងបកឲ្យស្ដាប់បានមកគឺរវល់តែរៀបចំធ្វើពិធីរៀបការអញ្ចឹងប្រហែលជាគ្មានចង់ស៊ីនេះគឺយកចិត្តទុកដាក់ឬក៏សតិការយកចិត្តទុកដាក់ឬក៏សតិមួយណាក៏បានដែរបងប្អូនយើងបកបានដូចគ្នាមានន័យដូចគ្នាអញ្ចឹងមកយើងក្តោបន័យមកយើងបកបានថារវល់តែរៀបចំធ្វើអាពាហ៍ពិពាហ៍ឬក៏រៀបការគឺប្រហែលជាគ្មានស្អីគេគឺយកចិត្តទុកដាក់ឬក៏សតិតោះអានេះទម្រង់នេះគឺនឿតក៏គិតថាយកនោះអ្នកទាំងអស់អ្នកតើដឹងហើយមែនទេគឺប្រហែលជាឬក៏គិតថាប្រហែលគុណនាមឬក៏កិរិយាសព្ទទម្រង់នេះគឺយើងបូកបានកិរិយាសព្ទទាំងគុណនាមដែលយើងមានន័យថាប្រហែលជាឬក៏គិតថាកិរិយាសព្ទឬក៏គុណនាមមួយហ្នឹងនៅពេលដែលយើងចង់ប្រើតោះយើងមកមើលឧទាហរណ៍ទី2요즘 시험 공부를 하느라고 친구를 못 만났어요 សំទោសហ្នឹងហើយតោះសប្តាហ៍ថ្ងៃនេះគេថារវល់តែរៀនសម្រាប់ការប្រឡងរៀនសម្រាប់ការប្រឡងសប្តាហ៍ថ្ងៃនេះរវល់តែរៀនសម្រាប់ការប្រឡងអញ្ចឹងទៅបានគ្មានពេលទៅមិនបានជួបមិត្តភ័ក្តិណាទៅមិនបានជួបមិត្តភ័ក្តិ 친구를 못 만나요 친구를 못 만났어요 ហ្នឹងហើយបងប្អូននេះ 만났어요 ចូលទម្រង់អតីតកាលហើយអត់ as어요 នោះពីដើមមកវាគឺ 친구를 못 만나다 គឺមិនជួបមិត្តភ័ក្តិមិនបានជួបមិត្តភ័ក្តិបងប្អូនបើយើងនិយាយនៅក្នុងទម្រង់បច្ចុប្បន្នកាលគឺ 친구를 못 만나요 បើសិនជាយើងនិយាយទៅនឹងទម្រង់អតីតកាលវាទៅជា 친구를 못 만났어요 ហ្នឹងហើយវាទៅជាមិនបានជួបមិត្តភ័ក្តិហ្នឹងបងប្អូនតោះយើងយល់ហើយមែនទេជាមួយនឹងស្ថានភាពដែលយើងត្រូវប្រើនៅរ៉ាកូនឹងតោះយើងមើលកៅឧទាហរណ៍ទី3최송해요 컴퓨터를 고치러 갔다 오느라 늦었어요 ហ្នឹងហើយសូមអភ័យទោសរវល់តែទៅធ្វើ computer ឬក៏ទៅជួសជុល computer ណែបងប្អូនទៅដើម្បីនេះរនេះយើងបកថាដើម្បីខាត់តាអូតាហ្នឹងបានន័យថាទៅណាខាត់តាអូនឺរ៉ាហ្នឹងទៅដើម្បីជួសជុល computer ទៅបានយឺតណានិច្ចសយោនិតតាពីដើមនេះលោកដាចេញឲ្យចូលទម្រង់អតីតកាលទៅជាអត់សយោនៃអត់សយោគឺជាទម្រង់អតីតកាលបើសិនជានាមណាដែលមានជើងសំទោសបើសិនជានាមណាបើបញ្ចប់ដោយ
ក្រៅពីសអូនិងស្អាយើងត្រូវបូកជាមួយនឹងអត់សយោបើសិនជាមានសអូហើយស្អាត្រូវបូកជាមួយនឹងអត់សយោក៏ប៉ុន្តែនៅក្នុងពាក្យនេះនិតតានេះដែលជាកិរិយាសព្ទគឺវាមានស្រៈអីគេបងប្អូនវាមានស្រៈសអឺវាមិនមានសអូហើយនឹងស្អាទេអញ្ចឹងយើងត្រូវបូកជាមួយនឹងអត់សយោដែលយើងមានន័យថាបានយឺតតោះខ្ញុំបញ្ជាក់ម្ដងទៀតទម្រង់អតីតកាលនេះគឺអត់សយោនៅពេលដែលនាមណាមានណាសអូហើយនឹងស្អាយើងត្រូវបូកជាមួយនឹងអត់សយោប្រសិនបើជាអត់មានស្រៈអូហើយនឹងស្អាទេនៅក្នុងកិរិយាសព្ទហ្នឹងយើងត្រូវបូកជាមួយនឹងអត់សយោទាំងអស់ហ្នឹងហើយយល់ទេបងប្អូនចំពោះអ្នកដែលធ្លាប់រៀនភាសាកូរ៉េខ្លះបើសិនជាអ្នកដែលមិនធ្លាប់រៀនភាសាកូរ៉េទេគឺមិនអាចយល់បានទេភាសាខ្មែរយើងនិយាយបានថាគឺហួសវិស័យយើងមិនបានសិក្សាវាខ្លះយើងមិនអាចយល់បានទេហ្នឹងហើយបងប្អូនវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងចុះហើយយើងបន្តនៅវីដេអូក្រោយៗទៀតនៅឱកាសក្រោយបាទសូមអរគុណសូមជម្រាបលា